មេរៀនទី71រឿងដង្កូវនិងក្អែកអំណានមានសត្វដង្កូវមួយកំពុងស៊ីស្លឹកឈើពេលនោះមានសត្វក្អែកមួយហើរមកបំរុងនឹងស៊ីដង្កូវនោះដង្កូវមានប្រាជ្ញាក៏ដាក់ប្រស្នាឲ្យក្អែកដោះស្រាយបើក្អែកដោះស្រាយប្រស្នាមិនរួចមិនអាចស៊ីវាបានទេដង្កូវដាក់ប្រស្នាតើអ្វីដែលផ្អែមក្រអូបជូរនិងស្អុយជាងគេក្អែកឆ្លើយអ្វីដែលផ្អែមជាងគេគឺស្ករទឹកឃ្មុំអ្វីដែលជូរជាងគេគឺក្រូចឆ្មាក្រអូបជាងគេគឺផ្កាទឹកអប់និងស្អុយជាងគេគឺលាមកឬអាចបន្ទាប់មកដង្កូវឆ្លើយបដិសេធវិញថាមិនត្រូវទេដែលផ្អែមជាងគេនោះគឺសម្ដីល្អពីរោះជូរគឺពាក្យត្រគោះបោះបោកស្អុយជាងគេគឺគេឈ្មោះមិនល្អនិងក្រអូបនោះគឺគេឈ្មោះដែលល្អប្រពៃដោយតល់ប្រាជ្ញាក្អែកក៏ចុះចាញ់ខានបានស៊ីដង្កូវសំណួរ1ហេតុអ្វីបានជាដង្កូវចោទប្រស្នាដល់ក្អែក2តើដង្កូវបានដាក់ប្រស្នាអ្វីខ្លះដល់ក្អែក3តើក្អែកឆ្លើយដោះប្រស្នារបស់ដង្កូវយ៉ាងដូចម្តេច4តើក្អែកបានស៊ីដង្កូវឬទេព្រោះអ្វី